រៀបសួរខ្ញុំបាទវិជ្ជបណ្ឌិតភេញយុធីនៅក្នុងថ្ងៃនេះសូមលើកយកអត្ថបទមួយពាក់ព័ន្ធជាមួយនឹងជំងឺលើសជាតិខ្លាញ់ដើម្បីចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានយល់ដឹងថាជំងឺលើសជាតិខ្លាញ់ជាអ្វីវាបង្កឡើងដោយមូលហេតុអ្វីការការពារការព្យាបាលយ៉ាងដូចម្តេចអ្វីទៅគឺជាជំងឺលើសជាតិខ្លាញ់ជាធម្មតាសារជាតិខ្លាញ់ដែលមាននៅក្នុងសរសៃឈាមវាមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កោសិកាក្នុងរាងកាយរបស់យើងជាពិសេសវាជួយក្នុងការផលិតកោសិកាផលិតអរម៉ូននិងផលិតកោសិកាប្រព័ន្ធប្រសាទផងដែរជំងឺលើសជាតិខ្លាញ់មានន័យថាជាតិខ្លាញ់នៅក្នុងសរសៃឈាមរបស់យើងកើនឡើងលើសពីធម្មតាអញ្ចឹងនៅពេលដែលជាតិខ្លាញ់កើនឡើងលើសពីធម្មតាវានឹងបង្កហានិភ័យដល់រាងកាយរបស់យើងជាពិសេសនោះគឺនាំឲ្យកើតមានជំងឺបេះដូងតែម្ដងនៅពេលដែលជាតិខ្លាញ់កើនឡើងច្រើនលើសពីតម្រូវការវាធ្វើឲ្យជាតិខ្លាញ់ទាំងអស់នោះទៅកកស្ទះនៅក្នុងសរសៃឈាមរបស់យើងដែលវាធ្វើឲ្យកើតមាននៅជំងឺក្រិនសរសៃឈាមឬក៏រាំងស្ទះដល់លំហូរឈាមរារាំងដល់ចរន្តឈាមដើម្បីទៅចិញ្ចឹមនៅបេះដូងឬក៏ធ្វើឲ្យស្ទះសរសៃឈាមតែម្ដងជាទូទៅយើងបែងចែកជាតិខ្លាញ់ជាពីរប្រភេទគឺខ្លាញ់ល្អនិងខ្លាញ់មិនល្អខ្លាញ់មិនល្អគឺយើងសំដៅទៅលើប្រភេទខ្លាញ់ LDLដោយសារតែវាបើសិនជាវាមានការកើនឡើងវាធ្វើឲ្យមានការប្រមូលផ្ដុំនៅតាមសរសៃឈាមធ្វើឲ្យស្ទះសរសៃឈាមហើយមួយទៀតគឺខ្លាញ់ល្អយើងសំដៅទៅលើ HDL ដែលវាជាខ្លាញ់ល្អវាជួយលាងសម្អាតខ្លាញ់មិនល្អចេញពីក្នុងសរសៃឈាមយើងបាទបន្តមកទៀតយើងនិយាយអំពីកត្តាប្រឈមតើមានកត្តាអីខ្លះដែលជំរុញឲ្យមានហានិភ័យខ្ពស់ក្នុងការកើតមាននៅជំងឺលើសជាតិខ្លាញ់ទី1គឺរបបអាហារការទទួលទានអាហារក៏វាចូលរួមយ៉ាងសំខាន់ក្នុងការធ្វើឲ្យកើតមាននៅបញ្ហាលើសជាតិខ្លាញ់ដែរជាពិសេសអ្នកដែលចូលចិត្តទទួលទានអាហារដែលមានជាតិខ្លាញ់ខ្ពស់នៅក្នុងអាហារកែច្នៃអាហារកំប៉ុងឬក៏អាហារចៀនអាហារបំពងឬក៏អ្នកដែលចូលចិត្តញ៉ាំប្រភេទជាខ្លាញ់ដូចជាខ្លាញ់សាច់ខ្លាញ់សត្វជាដើមហ្នឹងគឺធ្វើឲ្យយើងមានហានិភ័យខ្ពស់ក្នុងការកើតមាននៅជំងឺលើសជាតិខ្លាញ់បាទទី2អ្នកដែលធាត់លើសទម្ងន់កាលណាដែលយើងអត់បានគ្រប់គ្រងទម្ងន់របស់យើងទេធ្វើទម្ងន់របស់យើងកាន់តែកើនឡើងខ្ពស់ធ្វើឲ្យយើងធាត់លើសទម្ងន់យើងក៏ប្រឈមហានិភ័យខ្ពស់ក្នុងការកើតមានជំងឺលើសជាតិខ្លាញ់ទី3ពាក់ព័ន្ធជាមួយនឹងលំហាត់ប្រាណតែកាលណាយើងអត់ធ្វើលំហាត់ប្រាណទេគឺវាធ្វើឲ្យមានការប្រមូលផ្ដុំនៃជាតិខ្លាញ់ក្នុងរាងកាយរបស់យើងធ្វើឲ្យយើងកើតមាននៅជំងឺលើសជាតិខ្លាញ់ផងដែរទី4យើងនិយាយអំពីការជក់បារីក៏មានហានិភ័យខ្ពស់ដែរពីព្រោះការជក់បារីវាធ្វើឲ្យអ្នកដែលមានបញ្ហាលើជាតិខ្លាញ់កាន់តែធ្ងន់ធ្ងរថែមទៀតហើយក៏វាជួយធ្វើឲ្យជំរុញនៅពពុះខ្លាញ់មិនល្អមានការកើនឡើងហើយនឹងកាត់បន្ថយកម្រិតខ្លាញ់ល្អក្នុងរាងកាយរបស់យើងកត្តាប្រឈមផ្សេងទៀតគឺអាយុនៅពេលដែលយើងមានអាយុកាន់តែច្រើនយើងមានហានិភ័យខ្ពស់ក្នុងការកើតមានជំងឺលើសជាតិខ្លាញ់ដូចគ្នាហើយអ្នកដែលមានជំងឺទឹកនោមផ្អែមឬក៏ជំងឺលើសជាតិស្ករក្នុងសរសៃឈាមហ្នឹងក៏វាបង្កហានិភ័យខ្ពស់ដូចគ្នាដែរវាធ្វើឲ្យឆាប់ខូចសរសៃឈាមហើយបើយើងមានជំងឺទឹកនោមផ្អែមហើយយើងមានជំងឺលើសជាតិខ្លាញ់ទៀតវាធ្វើឲ្យយើងមានគ្រោះថ្នាក់តែម្ដងពាក់ព័ន្ធជាមួយនឹងជំងឺសរសៃឈាមហើយអ្នកដែលមានជំងឺទឹកនោមផ្អែមគឺវាធ្វើឲ្យមានការថយចុះនៅពពុះខ្លាញ់ល្អនិងមានការកើនឡើងនៃពពុះខ្លាញ់មិនល្អផងដែរបន្តមកទៀតយើងនិយាយអំពីរោគសញ្ញានៃជំងឺលើសជាតិខ្លាញ់នៅពេលដែលយើងកើតមានជំងឺលើសជាតិខ្លាញ់ដំណាក់កាលដំបូងវាអាចនឹងមិនស្ដែងរោគសញ្ញាអ្វីឲ្យយើងឃើញទេមានតែការពិនិត្យសុខភាពតាមដានសុខភាពរបស់យើងដោយការពិនិត្យឈាមមើលថាតើយើងមានជំងឺលើសជាតិខ្លាញ់ឬក៏អត់ទើបអាចបញ្ជាក់ថាយើងមានបញ្ហាលើសជាតិខ្លាញ់ឬក៏អត់បាទក៏ប៉ុន្តែនៅពេលដែលជាតិខ្លាញ់មានការកើនឡើងច្រើនទៅវាធ្វើឲ្យសរសៃឈាមរួមតូចឬក៏ធ្វើឲ្យស្ទះសរសៃឈាមទៅចិញ្ចឹមបេះដូងទៅចិញ្ចឹមខួរក្បាលវានឹងស្ដែងចេញរោគសញ្ញាមួយចំនួនហើយរោគសញ្ញាទាំងអស់នោះមានដូចជាទី1តាក់ទងជាមួយនឹងការឈឺទ្រូងនៅពេលដែលជាតិខ្លាញ់កើនឡើងច្រើនវាធ្វើឲ្យឈាមទៅចិញ្ចឹមបេះដូងអត់បានគ្រប់គ្រាន់អញ្ចឹងធ្វើឲ្យយើងមានអាការៈចុកក្នុងទ្រូងឈឺទ្រូងហើយបើសិនជាយើងបរ៉ែតបរោយកាន់តែយូរទៅវាធ្វើឲ្យស្ទះសរសៃឈាមយកតែម្ដងអញ្ចឹងវាធ្វើអត់មានឈាមទៅចិញ្ចឹមបេះដូងហើយវាអាចធ្វើឲ្យយើងកើតមាននៅបញ្ហាគាំងបេះដូងហើយចំពោះខួរក្បាលវាអាចស្ទះសរសៃឈាមទៅចិញ្ចឹមខួរក្បាលដូចគ្នាដែរបាទពាក់ព័ន្ធជាមួយនឹងការស្ទះសរសៃឈាមបេះដូងនិងការស្ទះសរសៃឈាមខួរក្បាលគឺជាផលវិបាកធ្ងន់ធ្ងរនៃជំងឺលើសជាតិខ្លាញ់ដូច្នេះពុកម៉ែបងប្អូនត្រូវតែគ្រប់គ្រងជាតិខ្លាញ់ឲ្យបានត្រឹមត្រូវដើម្បីការពារផលវិបាកធ្ងន់ធ្ងរទាំងនោះបាទបន្តមកទៀតយើងនិយាយអំពីរោគវិនិច្ឆ័យដើម្បីដឹងច្បាស់ថាយើងមានជំងឺលើសជាតិខ្លាញ់ឬក៏អត់គឺយើងត្រូវតែពិនិត្យឈាមដោយបូមឈាមយកទៅពិនិត្យមើលជាតិខ្លាញ់នៅក្នុងខ្លួនរបស់យើងវាមានខ្លាញ់សរុបដែលគេហៅថា total cholesterol
មាន HDL cholesterol ដែលគេហៅថាខ្លាញ់ល្អនិង LDL cholesterol ដែលគេហៅថាខ្លាញ់មិនល្អមួយទៀតយើងនឹងត្រូវមើលផងដែរគឺ triglycerid គឺខ្លាញ់ដែលមាននៅក្នុងសរសៃឈាមនេះឯងយើងត្រូវតែធ្វើតេស្តរកមើលជាតិខ្លាញ់ទាំងអស់នៅក្នុងខ្លួនរបស់យើងដើម្បីកំណត់ថាយើងមានជំងឺលើសជាតិខ្លាញ់ឬក៏អត់កម្រិតជាតិខ្លាញ់របស់យើងធ្ងន់ធ្ងរឬនៅកម្រិតមធ្យមឬក៏យើងត្រូវអន្តរាគមន៍យ៉ាងដូចម្ដេចបាទមកទៀតយើងនិយាយអំពីការការពារនិងការព្យាបាលជំងឺលើសជាតិខ្លាញ់ជំងឺលើសជាតិខ្លាញ់បើសិនជាយើងអត់ទាន់មានបញ្ហាលើសជាតិខ្លាញ់ទេយើងអាចអនុវត្តវិធីសាស្ត្រការពារបានដើម្បីទប់ស្កាត់កុំឲ្យយើងកើតមាននៅបញ្ហាលើសជាតិខ្លាញ់ហើយអស់លោកអ្នកដែលមានបញ្ហាលើសជាតិខ្លាញ់ក៏យើងអាចអនុវត្តវិធីសាស្ត្រការពារដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺលើសជាតិខ្លាញ់របស់យើងហើយការការពារគឺវាពាក់ព័ន្ធជាមួយនឹងរបបនៃការហូបចុកនិងការរស់នៅរបស់យើងនេះឯងទី1គឺយើងត្រូវតែទទួលទានបន្លែផ្លែឈើនិងគ្រាប់ធញ្ញជាតិឲ្យបានច្រើនកាត់បន្ថយការទទួលទានដែលមានអាហារកាត់បន្ថយការទទួលទានអាហារដែលមានជាតិប្រៃខ្លាំងជាតិផ្អែមហើយជាពិសេសកាត់បន្ថយការទទួលទានអាហារដែលមានជាតិខ្លាញ់ខ្ពស់ជាពិសេសប្រភេទខ្លាញ់ដែលមាននៅក្នុងសត្វប្រភេទអាហារបំពងឬក៏អាហារចៀនជាដើមបាទការហាត់ប្រាណក៏វាចូលរួមយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកម្រិតជាតិខ្លាញ់ក្នុងរាងកាយរបស់យើងត្រូវតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ចំពោះអ្នកដែលធាត់លើទម្ងន់ត្រូវតែសម្រកទម្ងន់កាត់បន្ថយទប់ស្កាត់ការឡើងទម្ងន់បន្ថែមទៀតអ្នកដែលជក់បារីត្រូវតែបញ្ឈប់ការជក់បារីអ្នកដែលទទួលទានគ្រឿងស្រវឹងត្រូវតែកាត់បន្ថយការទទួលទានគ្រឿងស្រវឹងផងដែរមួយវិញទៀតតកតងជាមួយនឹងការគ្រប់គ្រងអារម្មណ៍តានតឹងរបស់យើងពីព្រោះនៅពេលដែលយើងមានអារម្មណ៍តានតឹងយើងមានជំងឺបាក់ទឹកចិត្តយើងមានបញ្ហានៅក្នុងផ្លូវចិត្តរបស់យើងក៏វាជំរុញឲ្យយើងមាននៅជំងឺលើរាងកាយរបស់យើងដែរអញ្ចឹងការគ្រប់គ្រងផ្លូវចិត្តក៏វាចូលរួមយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករឬក៏ការពារការកើតមាននៅបញ្ហាលើជាតិស្ករបានផងដែរបាទបើសិនជាយើងមានបញ្ហាលើជាតិខ្លាញ់ហើយយើងអនុវត្តវិធីសាស្ត្រការពារទាំងអស់នោះហើយនៅតែមិនបានជោគជ័យបញ្ហាជាតិខ្លាញ់នៅតែបន្តកើនឡើងដដែលអាហ្នឹងយើងត្រូវប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងរាងកាយរបស់យើងទាំងអស់នេះគឺជាចំណេះដឹងទូទៅពាក់ព័ន្ធជាមួយនឹងបញ្ហាលើសជាតិខ្លាញ់ឬក៏ជំងឺលើសជាតិខ្លាញ់សង្ឃឹមថាវាអាចចូលរួមចំណែកក្នុងការជួយឪពុកម៉ែបងប្អូនកាន់តែយល់ដឹងបន្ថែមអំពីជំងឺលើសជាតិខ្លាញ់នេះបាទជាចុងក្រោយសូមអរគុណជូនពរឲ្យលោកអ្នកមានសុខភាពល្អសំណាងល្អមានសុភមង្គលគ្រប់ក្រុមគ្រួសារជំរាបលា